bà thời nít nhưng nâng nó bông ôn màu score khét muối để đánh sợi giá bà để cho prom bát tôn bà prom đen chỉ mùi nâng bát tê lao bà hỡi có miền chỉ chôn luôn nơi tạch tôi nơi vùng phía sàn này tại Campuchia nó cứ chỉ khét tầng trải để miền prom bát tôn chọc nâng bát tê lao nơi này kháng chướng khét Ratnakiri nơi kháng cát khét Pravia nơi kháng lách nâng khét cờ chết nâng cờ phong thống nơi kháng thập ổn khét ní cứ trái chênh chìa mùi krong nê thà miền krong muối miền pram srop miền sam sập buồn khóm hơi nâng miền húm mà rồi mập hơi pram bay phụng khét sân trai chìa khét muối tại muối cốt copy ខេត្ត ផ្សេងៗ ទៀត របស់ កម្ពុជា ក្នុង បាទ អាង នៃ ទន្លេ មេគង្គ ព្រៃឈើ ធំ ទូលាយ និង ទន្លេ និង ស្ទឹង ប្រសពគ្នា និង ដងសេតេ ប្រជាជន ទាប ជា លក្ខណៈ របស់ ខេត្ត ខេត្ត ស្ទឹងត្រែង រួម បញ្ចូល ផង ដែរ នៅ កំណាត់ ខាង លិច នៃ ឧទ្យាន ជាតិ វីរៈជ័យ ដ៏ ធំ ដែលអាចចូលទៅដល់ពីខេត្តសៀមរាបខេត្តនេះក៏មានទន្លេធំធំចំនួន4ផងដែរគឺទន្លេស្រែពកទន្លេសេកុងទន្លេសេសាននិងទន្លេមេគង្គដែលមានកោះតូចៗរាប់រយដែលរាយប៉ាយនៅលើទន្លេនិងលាតសន្ធឹងក្នុងខេត្តស្ទឹងត្រែងរហូតមកដល់ខែកុម្ភៈឆ្នាំ2022ជាខេត្តមួយក្នុងចំណោមខេត្តមួយចំនួនដែលអាចរកឃើញផ្សោតដ៏កម្របាទនឹងចិត្តផុតពូជនៅក្នុងព្រៃក្បែរព្រំដែនឡាវស្រុកបូរីអូស្វាយសែនជ័យនិងអន្លង់ឈើទាលក្នុងខេត្តស្ទឹងត្រែងចំពោះរដូវវស្សាភ្លៀងធ្លាក់ខ្លាំងរដូវប្រាំងមានពពកច្រើនផ្នែកហើយក្តៅពេញមួយឆ្នាំបាទក្នុងអំឡុងពេលនៃឆ្នាំសីតុណ្ហភាពជាធម្មតាប្រែប្រួលពី20អង្សាទៅបាទ20អង្សាគិតពីនេះ67 Fahrenheit ទៅ38អង្សាហើយកម្រិតទាបជាងគឺ16អង្សាបាទឬលើពី40អង្សាសេដ្ឋកិច្ចខេត្តស្ទឹងត្រែងពឹងផ្អែកលើវិស័យកសិកម្មតែប៉ុណ្ណោះបាទចំការផ្សេងៗដូចជាឈើកៅស៊ូនិងគ្រាប់បាទប្រាក់ត្រូវបានគេសាងសង់ពីពេញខេត្ត85% នៃប្រជាជនរស់នៅក្នុងតំបន់បាទនៃខេត្តហើយពឹងផ្អែកលើវិស័យកសិកម្មបាទសម្រាប់ជាប្រភពចំណូលរបស់ពួកគេការចិញ្ចឹមសត្វការនេសាទនិងការតម្បាញសូត្រក៏ជាឧស្សាហកម្មសំខាន់នៅក្នុងខេត្តផងដែរយើងក្រឡេកមើលនោះយើងឃើញមានបងប្អូនយើងគាត់បាទជិះទុកបាទឡើងយ៉ាងលឿនបាទសម្ដៅទៅត្រើយម្ខាងដែលជាត្រើយមួយដែលសម្រាប់បាទជាកន្លែងចំណតបាទដល់ទីនេះបងប្អូនប្រហែលជាបានឃើញហើយថាបងប្អូនយើងពេលដែលគាត់បានមកដល់គឺគាត់បាទដាក់អីវ៉ាន់ចុះបាទដែលបាទត្រៀមនឹងយកទៅលក់នៅទីផ្សារបាទហើយយើងបានមកដល់ទីនេះក៏យើងបានឃើញទេសភាពបាទស្អាតប្លែកម្យ៉ាងដែលក្រុងរដ្ឋបាលខាងខេត្តស្ទឹងត្រែងបានរៀបចំបាទយ៉ាងស្អាតបានផងដែរបាទ
ដូច្នេះបងប្អូនសូមអញ្ជើញបាទសម្ដាប់បាទដូចជា ស្ដាប់នឹងការអធិប្បាយរបស់ខ្ញុំដូចតទៅបន្ថែមទៀតបាទសូមអរគុណបាទយើងដើរទៅចេះគឺទៅមុខខេត្តបាទទៅខាងសាលាខេត្តវិញអញ្ចឹងណាហើយនៅខាងឆ្វេងដៃនេះគឺជាផ្សារដែលបងប្អូនយើងគាត់បាទប្រកបមុខបរនៅទីនេះបាទហើយតាមខ្ញុំស្រាវជ្រាវមើលទៅគឺនៅទីនេះគឺបងប្អូនយើងគាត់ប្រមូលផលពីគ្រួសារបាទគាត់បានដាំដុះខ្លួនឯងហ្នឹងក៏ដូចជាចិញ្ចឹមខ្លួនឯងហ្នឹងគឺយកមកលក់នៅទីនេះបាទហើយភាគច្រើនកសិផលមួយចំនួនគឺបែបលក្ខណៈធម្មជាតិនៅទីនេះបាទមានទាំងមុខហ្នឹងឯងថាទន្លេ4មុខបាទត្រីក៏សបោបាទសបោបែបដែរបាទបងប្អូននៅខាងនេះជីវករយើងគាត់លក់ដូរច្រើនអូហើយកាលនោះប៉ុណ្ណានៅផ្សារណាលោកគេអាប់ដេតច្រើនបងប្អូនបាទកន្លែងខាងប្រាណកន្លែងកំសាន្តអីផ្សេងៗគឺមានគ្រប់បែបយ៉ាងនៅទីនេះបើយើងអត់ដែលបានមកគឺគិតថាអូខេត្តភូមិភាគឦសានតែជាទីក្រុងមិនសូវជាសម្បូរបែបឬអីហ្នឹងបែរជាបងប្អូនគិតបែបហ្នឹងប៉ុន្តែដល់ពេលខ្ញុំមកជាស្ដែងនេះគឺឃើញទស្សនភាពផ្ទាល់បងប្អូនយើងគាត់បាទរកទីជាកម្មលក់ដូរធម្មតាហើយមិនមានជាផលបាទប៉ះពាល់អីទេបងប្អូនបាទហើយមកដល់នេះទៀតគឺបាទសួនមួយទៀតហើយបាទសួនទៀតហើយតែសួននេះធំមែនតើបងប្អូនបាទហើយយើងពិតជាស្រស់ស្អាតមែនតើបាទនៅខាងកណ្ដាលសួននេះគឺគេដាំដើមដូចជាដើមចាក់ទៅដឹងបាទហើយស្អាតបាទហើយខាងឆ្វេងដៃខាងស្ដាំដៃគឺផុតតែអាជីវករធ្វើអាជីវកម្មលក់ដូរពេញបាទដែលមើលទៅហាក់ដូចជាមានរវល់បងប្អូនគឺថាចរាចរណ៍ខ្លាំងមែនតើបាទចឹងបងប្អូនណាដែលមិនទាន់មកខេត្តនេះបាទខេត្តស្ទឹងត្រែងចឹងបងប្អូនអាចឈានចូលលេងឬមួយក៏ឆ្លៀតពេលវេលាសម្រាប់ការងារខ្លះបាទមកលេងទៅទីនេះមិនខកបំណងទេបងប្អូនហើយមិនតែទៅមិនមែនមានតែត្រឹមក្រុងទេបងប្អូនមានទាំងតំបន់កំសាន្តជាច្រើនទៀតបាទដូចជាមានលងផ្សោតមានជ្រុះបាទមានទន្លេបាទសេកុងសេសានបាទមានយល់ទន្លេ4មុខបងប្អូននៅទីនេះដែលធ្វើឲ្យនៅខេត្តគឺសម្បូរមច្ឆាបាទហើយបងប្អូនយើងនៅពេលដែលគាត់ប្រមូលផលបានគឺគាត់យកទៅលក់នៅទីនេះតល់ពេលខ្លះគាត់អាចនាំទៅបាទភ្នំពេញឬមួយខេត្តមួយចំនួនដែលតម្រូវការទីផ្សារត្រីបាទហើយយើងដើរប្រមុខទីនេះយើងឃើញមានបាទត្រីបាទអញ្ចឹងនៅទីនេះគឺបាទសម្បូរត្រីបងប្អូនអញ្ចឹងបានគេដាក់រូបសំណាក់បាទជាត្រីដែលធ្វើឲ្យមានសម្ព័ន្ធភាពបាទស្អាតបាទកោះបក្រងបាទបែបបាទបែបស៊ីវិល័យបាទបងប្អូនបែបស៊ីវិល័យបាទអញ្ចឹងយើងមើលនេះគឺជាសត្វផ្សោតបងប្អូនសត្វផ្សោតដែលនេះគេមានជាអាងមួយគេដាក់ទឹកបាទមានទឹកបាទទឹកនេះគឺមានចរន្តបាទហូរចេញចូលអញ្ចឹងណាបាទអានេះបើសិនជាមានដាក់ត្រី
ឬមួយក៏ចំអីបាទអាចនឹងតាក់ទាញពីនឹងទៀតបាទហើយយើងដើរទៀតនោះគឺយើងចិត្តដល់ទីបាទសាលាខេត្តបាទដែលខាងរដ្ឋបាលថ្នាក់ខេត្តបាទគឺគាត់ធ្វើការនៅទីនោះហើយមែនតើទៅទេសភាពដែលយើងមើលទៅគឺដូចបងប្អូនคลิกគេហៅថាសំកាងមើលទៅយើងឃើញទៅគឺមើលទៅគឺឃើញសាលាខេត្តតែម្ដងបាទដែលធ្វើឲ្យបាទតាក់ទាញបាទសម្រាប់ភ្ញៀវទេសចរឬមួយក៏បាទភ្ញៀវអន្តរជាតិផងដែរតែគាត់មកទីនេះគឺមិនខកបំណងទេបាទដែលយើងដូចខ្ញុំបញ្ជាក់ដែរថាបើសិនជាយើងមិនធ្លាប់ដែលមកទេហើយយើងមិនទៅតាមដានព័ត៌មានទេយើងគិតថាខេត្តមួយចំនួនដែលឆ្ងាយពីទីរាជធានីភ្នំពេញបាទដូចជាខេត្តទីនេះខេត្តស្ទឹងត្រែងជាខេត្តភូមិភាគឦសានដែលនៅជាប់នឹងព្រំប្រទល់បាទជាប់នឹងឡាវបងប្អូនបាទដែលមានព្រំប្រទល់ជាប់ឡាវហើយខេត្តនេះផងដែរប្រវត្តិបាទខ្ញុំនឹងរៀបរាប់បង្ហាញបន្ថែមទៀតដែលថាខេត្តនេះគឺយើងទាមទារពីឡាវហើយនឹងសៀមបាទនៅអំឡុងបាទឆ្នាំ1904បាទពីបាទទាមទារពីបាទដោយព្រះបាទស៊ីសុវត្ថិបងប្អូនបាទអញ្ចឹងបងប្អូនដែលមកទីនេះបងប្អូនប្រហែលជាពេលខ្លះអាចនឹងមានការងឿងស្ងល់ហើយបាទដោយសារបងប្អូនយើងទីនេះគាត់និយាយជនជាតិឡាវហើយនឹងបាទខ្មែរហើយនឹងឡាវបងប្អូនពេលខ្លះគួនមានជនជាតិជាច្រើនដែលចម្រុះនៅទីនេះបងប្អូនបាទហើយខ្ញុំដើរទីនេះខ្ញុំឃើញសម្រាប់បងប្អូនមិនដឹងថាតើគាត់គិតយ៉ាងណាទេបងប្អូនបាទសម្រាប់នេះហូបហើយมันមានការទុកដាក់ត្រឹមត្រូវទេគឺបោះចោលក្នុងទូនសាធារណៈបាទអញ្ចឹងយើងមើលទៅគឺពិតជាបាទណាបើយើងនិយាយពីមនុស្សវិញគេថាអត់មានខួងបងប្អូនបាទអញ្ចឹងវាជាទង្វើមួយដែលមិនគប្បីមែនតើបាទដែលគេខំធ្វើសួននឹងស្អាតមានកន្លែងអង្គុយជាសាធារណៈហើយយើងបែរជាមិនចូលរួមថែទាំចូលរួមស្អាតបាទអញ្ចឹងមិនមែនគាត់មិនមែនជាខ្មែរទេបាទខ្ញុំមាននិយាយអញ្ចឹងបាទអញ្ចឹងបងប្អូនដែលមកទីនេះសូមបងប្អូនជួយសម្អាតបើកន្លែងស្អាតហើយសូមជួយថែទាំបាទបរិស្ថានបាទអនាម័យទីនេះបានល្អប្រសើរបាទពួកអីពេលខ្លះបើយើងមិនចូលរួមថែទាំឬក៏ចូលរួមសម្អាតបរិស្ថានទេបាទឬក៏មិនមានទំនួលខុសត្រូវទេគឺប្រទេសយើងបាទប្រកាសជាបាទមានផលអវិជ្ជមានតាមរយៈការវិតម្លៃបាទទាំងភ្ញៀវបាទសិតអបបាទក៏ដូចជាភ្ញៀវអន្តរជាតិតែគាត់មកទីនេះគាត់គិតថាអូជាពលរដ្ឋបាទគាត់រស់នៅទីនេះអត់មានទំនួលខុសត្រូវឬក៏សណ្ដាប់ធ្នាប់ល្អទេអញ្ចឹងធ្វើឲ្យប៉ះពាល់បាទអញ្ចឹងយើងមិនចង់ឮពាក្យហ្នឹងទេបងប្អូនបាទការចូលរួមទាំងអស់គ្នាគឺជាកាតព្វកិច្ចរបស់យើងបាទក្នុងនាមជាប្រជាពលរដ្ឋបាទដើម្បីចូលរួមជួយបាទលើកកិត្តិនាមបាទកេរ្តិ៍ឈ្មោះប្រទេសជាតិយើងឲ្យមានភាពរីកចម្រើនបាទហើយមកទីនេះគឺយើងឃើញមានរូបសំណាកដ៏ធំមួយគឺបងប្អូនប្រហែលជាស្គាល់ហើយគឺព្រះបាទជ័យវរ្ម័នទី7បាទអញ្ចឹងនៅទីនេះគឺគេដាក់ធំមែនតើដែលជាបាទជារង្វង់មូលតែម្ដងបាទហើយព្រះបាទជ័យវរ្ម័នទី7នេះគឺអង្គគឺមានគេថាកេតស័ព្ទកេតនាមបាទល្បីល្បាញណាបងប្អូនដែលធ្វើឲ្យប្រទេសយើងធ្លាប់ជាអាណាចក្រអង្គរបាទតាំងពីអង្គររៀនភារាជបាទហើយមិនត្រឹមតែប៉ុណ្ណោះយើងគឺជាបាទអាចថាជាមហាអំណាចមួយដែរក្នុងអំឡុងពេលនោះដែលធ្វើឲ្យប្រទេសជិតខាងជាពិសេសអាណាមដូចជាសៀមបាទគឺគាត់បាទយកដង្វាយយកមកថ្វាយយើងបាទប្រទេសទាំងពីរហ្នឹងមិនមានអត្តពលអីសម្រាប់
dương tê và nông long về nụ để xa dương chia để môi đại miền power chiến bà ơi phú cất bà cái còn để chia cái áo cho nên tao vào vai rồi môi cỏ và tê tô tê bà về nụ bà chẳng dương về để bán sắc xa vì vật xa hay bóng ôn đăng hơi tha được xa dương miền ca bay bạc tây nóng chỉ riêng môi đại thô mầm phốt bà bờ sân chỉ dương bay bạc tây nóng hơi còn là dương nâng bay bạc sàn kỳ chiết bà thua ở chiết bà rồi cô cơ bà cất pi phải giỏi to luôn cho ăn tiết nó thua ỏi chiết và mình ai rồi bụng ra luôn phí bà cái hào tha pi ở phanh hà từng cream silver đối chia ca bông vẹn pi ở chung ti bay thế bà ti bay thế bà chứng bông ôn bà rụp rùm khné chỉ thong muối mấy ở bên chia từ chấm rán bà rồi nói tin đi bông ôn khi bàn đo ti rùm khai thái ti rùm khai này cứ số phần trăng bà tên vì cái lạnh càng như rồi tập ba thằng khai bà dương miền khơi miền rụp bà tiền bà bên nơi chỉ chán để số phần trăng thì khai đôi chia bà đầm bòn cùng san đã lên nước nông ở ti rùm khai bà chẳng trong nâng từ bộ hai bà tham tiết pi tiền nỉ môi bà anh nói tin đi bông ổn tam để dùng màn thật ra tao chiếu cứ bông ổn nói tin đi còn để dùng play chớ cứ có trôi chất play tham rín bà play fit tham rín cứ ẩm pal em để có trôi chất còn bà hơi chấm pu hơi một tiết có đôi chia phải một nó lấy một ổn mà đôi khơi miền chia một nó bà chẳng này cứ chỉ tập hiệpរួមbà để thằng khai cột bàn rất rụp hiệp ở bên bậc hai chia show bà đó bóng ôn là mình nghĩ xưa liền khơi tập hiệp rúm mà sát mình tên bà thế nên bà liền khơi miền bà xuân bà là khai bà miền tiền cà rịp chòm sen bà miền tiền bàn bà si sờ vặt bà bóng bà bàn request tàu bảng bà là phong tàu bảng đập bay ở bảng ca cục rong đập bay ca pia tất đây vì anh em có đôi chia xiêm một bên núi dương bên dương cứ chia bên môi đại một vùng tại chụp can lồng ba bà chán chân còn cái thà dương mình miền cầm lăng cục rong đập bay tục tô chỉ một trời thế chân thử tại tro bên mà hàm ná chia bằng ái đập bay cà pia bà miền tập hôm dương bà hay bà ọt miền bà on tế có dương mình miền bà tê mà đo tập thay đài bà chân côn đầm này được bỏ bỏ cứ bật chỉ miền đầm lay cắt lay mình bàn bà để thua oi bật chỉ chôn không ai còn trong trăm mình play tê bà ơi đó này cứ dương khơi miền cả rịp chòm bà sát mình tên mà vừa thằng nó tứ miền đôi phun phiện tầng trai bà miền ấy bà lấy ní cứ ai về các cái ai điệp chỉ concert rồi ai ban bà thốn bà ơi nhung tròn sòng chẳng vẫn nắng bà để tiện tiền bà miền cà rịp chòm ban xã bà bây giờ gì chòm tham mặt star plan không ổn bà hơi ní nhung sòng một hai phần nắng bà ở quần chả lắm không ổn
Sao ai chim giỏi nhập vào đây ồ nhìn tóc kiểu gì thế coi chất bán chay thơm mà nó tây cái thơm ấy ý ô chứ ăn đi ô à thơm thơm lụa mặc lâu mà này à phần đai ấy mặc lâu bay bên phèm ồ wow cũng không mà đầy ôn dương con thì bạn đồ làm được chén con ngon làm luôn ai cũng ôn mà cũng trai pra trai ấy anh ấy trai cái ý nữa trai nữa bà cao cả đà chắc anh ấy trai cái ý bà con cái thấy nó bao cái trai cái khai đấy từ chân đi tay pra ô tay tay po ơi anh ấy mặc lâu mà nào ô tay biển thom chiến này bông bà chắc anh ấy mặc nên thà dương vào pi tờ lề ra pi tờ lề ó bà trời đi pon rồi đi pon rồi ấy tung cái kim tung dương hay lụa mặc lâu mà ồ sờ đáy hay lụa mấy nhà sờ đáy nhỉ bay mơ bà xong đừng lại ấy xua con nào vậy anh ấy thấy tay cay vậy tay trơn mình trên mà nhìn lại